ស្វាគមន៍អ្នកទាំងគ្នាមកស្ដាប់ការអានកាតនៅក្នុងខែថ្មីខែ5ហើយការទាំងអស់នេះគឺខ្ញុំដោះឡើងសម្រាប់អ្នកដែលគាត់មាននិស្ស័យឃើញវីដេអូរបស់ខ្ញុំហើយតើមានរឿងអីខ្លះដែលគាត់ត្រូវដឹងលឿនក្នុងខែ5នេះឬក៏ពេលផ្សេងទៀតក៏ដោយដែលគាត់ឃើញលើពីខែ5នេះក៏គាត់អាចស្ដាប់បានដែរអញ្ចឹងខ្ញុំមើលឃើញថាអ្នកដែលស្ដាប់ការអានកាតខ្ញុំភាគច្រើនគឺគាត់ជាមនុស្សម្នាក់ដែលមានវិន័យ Yes គាត់មានការគោរពប្រពៃណីទំនៀមទម្លាប់ទៅលើការរស់នៅក្នុងជីវិតរបស់គាត់ផ្សេងគ្នាហើយការយកចិត្តទុកដាក់ការខំប្រឹងប្រែងរបស់គាត់គឺវាធ្វើឲ្យគាត់ទទួលបានលទ្ធផលល្អលទ្ធផលមួយដែលមានគុណភាពទៅតាមការខំប្រឹងប្រែងរបស់គាត់អញ្ចឹងការខំប្រឹងប្រែងនេះឯងធ្វើឲ្យគាត់មានអំណាចតខ្លួនមានការសម្រេចចិត្តមួយដែលត្រឹមត្រូវសមហេតុផលមួយសម្រាប់ខ្លួនឯងការខំប្រឹងប្រែងការមានអំណាចទៅលើការសម្រេចចិត្តហ្នឹងហើយទើបធ្វើឲ្យគាត់មានឱកាសអីមួយធ្វើរឿងអីមួយមិនន័យថាមានឱកាសនៅក្នុងការចាប់ផ្ដើមធ្វើរឿងអីមួយមានឱកាសថ្មីចូលក្នុងជីវិតគាត់ដើម្បីឲ្យគាត់នឹងទទួលបានអីមួយសម្រាប់ជីវិតរបស់គាត់តែមានការចាប់ផ្ដើមហើយគឺវាមានរឿងលួចកាក់ចូលមកហើយពុទ្ធសាសនានេះគឺបើកទៅឃើញពិតជាល្អមែនតើមិនន័យថាមានការចាប់ផ្ដើមហើយរឿងលួចកាក់ក៏មានការចាប់ផ្ដើមដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចមានការចាប់ផ្ដើមហើយមានការចាប់ផ្ដើមលើរឿងលួចកាក់ធម្មតាតែយើងសម្រេចចិត្តធ្វើអីមួយអញ្ចឹងរឿងលួចកាក់ក៏វាចេះថាមកបដាដែរអ្នកទាំងអស់គ្នាហើយខ្ញុំមើលឃើញថាទោះបីជាអ្នកទាំងអស់គ្នាមានការចិត្តដាក់មានអំណាចផ្ទាល់ខ្លួនក៏ពិតមែនប៉ុន្តែអ្នកទាំងអស់គ្នានៅតែមានការថាមានអារម្មណ៍មួយដែលមានសេចក្តីស្រឡាញ់មានការយកចិត្តទុកដាក់មានការអត់ឱនអធ្យាស្រ័យមានការចែករំលែកអញ្ចឹងខ្ញុំអាចសន្និដ្ឋានថាអ្នកដែលស្ដាប់ការអានកាតខ្ញុំភាគច្រើនគាត់ជាមនុស្សស្រីព្រោះដោយសារតែគាត់នេះចេញគ្មានអខាប់អស់អ្នកទាំងគ្នាបានន័យថាភាគច្រើនគឺអ្នកអានកាតខ្ញុំអ្នកស្ដាប់ការអានកាតខ្ញុំភាគច្រើនគឺគាត់ជាមនុស្សស្រីដែលសារតែគាត់មានការថាមេត្តាករុណាការចែកម្លែកនៃក្តីស្រឡាញ់នឹងច្រើនចាទោះបីជាយ៉ាងម៉េចក៏ដោយអ្នកទាំងអស់គ្នាខ្ញុំមើលឃើញថាមិនថាបច្ចុប្បន្នឥឡូវអ្នកទាំងអស់គ្នាជួបការលំបាកឬក៏អតីតកាលអ្នកគ្នាមានបញ្ហាពាក់ព័ន្ធមួយរឿងរ៉ាញ់វត្ថុពាក់ព័ន្ធជាមួយនឹងការខ្វះខាតនៅលុយកាក់ឬក៏សុខភាពចុះខ្សោយឬក៏ការគិតរបស់អ្នកទាំងគ្នាមានបញ្ហាច្រើនមួយផ្លូវចិត្តអ្នកគ្នាមិនក៏ដោយតែខ្ញុំសូមឲ្យអ្នកគ្នាបន្តការខំប្រឹងប្រែងរបស់អ្នកទាំងគ្នាតទៀតព្រោះការខំប្រឹងប្រែងការចិត្តដាក់ហ្នឹងហើយទើបធ្វើឲ្យអ្នកទាំងគ្នាទទួលបានលទ្ធផលល្អអញ្ចឹងអ្នកគ្នាត្រូវដឹងថាពេលវេលាមួយដែលត្រឹមត្រូវពេលវេលាមួយដែលធ្វើអ្នកទាំងគ្នាទទួលបានលទ្ធផលល្អគឺជាពេលវេលាមួយដែលវាសមស្របអ្នកទាំងគ្នាបានវាមានភាពត្រឹមត្រូវមានតម្លាភាពវានឹងរត់មករកអ្នកទាំងគ្នានៅពេលដែលអ្នកទាំងគ្នាជំនះឬឆ្លងកាត់រឿងទាំងអស់នោះហើយអញ្ចឹងមិនថាអតីតកាលឬក៏បច្ចុប្បន្នភាពបែបណាទេសូមជឿជាក់លើខ្លួនឯងបន្តធ្វើរឿងដដែលនឹងជារៀងរាល់ថ្ងៃអញ្ចឹងពេលវេលាដែលវាសមស្របត្រឹមទៅវានឹងរត់មករកយើងនៅខ្លួនឯងដោយថាយើងបាយរំពឹងថាតើពេលណាខ្ញុំជួបរឿងល្អឬក៏ពេលណាទៅរឿងល្អរត់មករកខ្ញុំតែខ្ញុំរងថ្ងៃបានលះបង់គ្រប់យ៉ាងអ្នកទាំងអស់គ្នាខ្ញុំគិតថាអ្នកទាំងគ្នាអាចគិតអញ្ចឹងប៉ុន្តែអ្នកគ្នាទៅជឿថាភាពត្រឹមត្រូវភាពយុត្តិធម៌វានៅតែមានសម្រាប់យើងបើយើងពិតជាល្អត្រឹមត្រូវពិតប្រាកដមែនខ្ញុំអាចដឹងថាអ្នកដែលស្ដាប់ការអានកាតខ្ញុំភាគច្រើនគាត់មានជំរឿច្រើនខ្ញុំមិនដឹងថាជំរឿស្អីទេប្រហែលវាអាចមានលក្ខខណ្ឌច្រើនណាស់មិនថាតំណស្នេហាឬក៏ជំរឿក្នុងការធ្វើរឿងអីមួយមានឱកាសការងារឬក៏អាជីពការងារខ្ញុំឃើញថាគាត់មានជំរឿច្រើនអញ្ចឹងសូមអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសដោយភាពត្រឹមត្រូវនិងច្បាស់លាស់ព្រោះការណាជំរឿច្រើនវាទាមទារឲ្យយើងនឹងមានការគិតឲ្យបានល្អិតល្អន់និងភាពច្បាស់លាស់ទៅក្នុងជីវិតជៀសវាងការជ្រើសរើសជំរឿទាំងអស់នោះខុសព្រោះកាលណាយើងជ្រើសរើសជំរឿនោះខុសវាធ្វើឲ្យយើងមានបញ្ហាមួយចំនួនក្នុងជីវិតព្រោះយើងធម្មតាបើសិនយើងជ្រើសរើសត្រូវវាអីទេតែបើយើងជ្រើសខុសគឺវាពិបាកតិចអ្នកទាំងអស់គ្នាព្រោះវាអាចធ្វើឲ្យយើងអន់សពូនចិត្តឬក៏ខកចិត្តអីចឹងទៅអញ្ចឹងសូមធ្វើការជ្រើសរើសដោយភាពត្រឹមត្រូវច្បាស់លាស់និងគិតឲ្យបានច្រើនមុននឹងធ្វើការសម្រេចចិត្តហើយខ្ញុំមើលឃើញថាមិនថាជំរឿការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នាបែបណាទេប៉ុន្តែអ្នកទាំងអស់គ្នាអាចចាក់ចេញអ្នកគ្នាអាចដើរចាក់ចេញពីអតីតកាលមិនថាអតីតកាលបែបណាអតីតកាលឈឺចាប់អតីតកាលជួបបាច់ជួបវិបត្តិអីហិរញ្ញវត្ថុឬក៏អីទេខ្ញុំឃើញថាអ្នកទាំងនេះចាក់ចេញអ្នកនេះមកចាក់ចេញហើយចាក់ចេញទៅរកទីទួលមួយដែលមានសមត្ថភាពបើសិនជាធ្លាប់ជួបបញ្ហាហិរញ្ញវត្ថុអញ្ចឹងអាច
នឹងការចាក់ចែងក្រោយនេះគឺជាការចាក់ចែងទៅរកភាពត្រឹមត្រូវភាពល្អមួយទៅលើបញ្ហាហិរញ្ញវត្ថុនឹងឯងទៅរកគោលដៅមួយថ្មីអីចឹងទៅបើសិនជាអ្នកគ្នានៅកន្លែងមួយចាស់អ្នកគ្នាអាចទៅរកទីទួលមានសុវត្ថិភាពមួយថ្មីឬក៏អ្នកគ្នាអាចមានឱកាសថ្មីចាក់ចែងពីកន្លែងលំនៅឋានចាក់ចែងពីកន្លែងការងារចាស់ឬក៏អីចឹងទៅហើយការចាក់ចែងពីជីវិតរបស់អ្នកគ្នាចាស់ហ្នឹងវាអាចធ្វើឲ្យអ្នកគ្នាទៅរកទីតាំងឬក៏ទីទួលសុវត្ថិភាពមួយដែលមានភាពស្ងប់ស្ងាត់មានបញ្ហាពីមុនធ្លាប់មានបញ្ហាហិរញ្ញវត្ថុទៅអាចទៅជួបរឿងល្អថ្មីមានភាពល្អប្រសើរទៅលើបញ្ហាហិរញ្ញវត្ថុរបស់អ្នកទាំងគ្នាអញ្ចឹងទៅអញ្ចឹងរឿងពីមុនរបស់អ្នកទាំងគ្នាវាអាចនឹងបោះបង់ចោលបានន័យថាអ្នកគ្នាបោះបង់ចោលហើយអ្នកគ្នានឹងជួបហិរញ្ញវត្ថុមួយដែលល្អឬក៏ជីវិតមួយដែលល្អស្ងប់ស្ងាត់ជាងមុនអីចឹងទៅខ្ញុំមើលឃើញអញ្ចឹងការរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកទាំងអស់គ្នានៅក្នុងការស្ដាប់ការអានការរបស់ខ្ញុំអរគុណមែនតើហើយការរបស់ខ្ញុំគឺអស់តែប៉ុណ្្នឹងហើយបាយបាយអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាជួបតែរឿងដែលល្អៗនៅក្នុងជីវិតទាំងអស់គ្នា